ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះបងអូនសូមមក review ទៅលើរថយន្ត Toyota Hilux ស៊េរីឆ្នាំ2025ដែលជាប្រភេទរថយន្តថ្មីខ្លាំងកោទៅតែមកដល់ showroom បងអូនមកសើមួយថ្ងៃទេបងរថយន្តនេះថ្មីលើថ្មីក្តៅតែម្ដងបងយន្តនេះគឺផ្នែកខាងក្រៅពណ៌សបូកជាមួយនៅផ្នែកខាងក្នុង interior ពណ៌ខ្មៅលេជាមួយនឹងពណ៌សឃើញថាស្អាតប្លែកខ្លាំងមែនទែនបងហើយចំពោះ option វាគឺធម្មតាសាមញ្ញក៏ប៉ុន្តែគឺ interior បែបឆុងក៏អីគឺទៅស្អាតប្លែកមែនទែនហើយចំពោះរថយន្តនេះដែរជាប្រភេទសាំង6ម៉ាស៊ីននិងមានលេខអូតូងាយស្រួលក្នុងការប្រើប្រាស់មែនទែនបងហើយបើសម្រាប់បងមានសមាជិកលើសពី10នាក់រថយន្តមួយគ្រឿងនេះត្រូវតែម្ដងបងដោយសារទីជាប្រភេទរថយន្ត13កៅអីបងគឺខ្នាតធំតែម្ដងបងចង់ប្រើលក្ខណៈគ្រួសារទ្រីបកំសាន្តក៏បានការងារក៏បានឬមួយក៏បងទិញសម្រាប់ដឹកភ្ញៀវក៏បានដែរបងគឺបំពេញគ្រប់តម្រូវការតែម្ដងហើយចំពោះកៅអីគេវិញបងឃើញថាវាទូលាយខ្លាំងមែនទែនផ្នែកខាងក្នុងអត់មានអារម្មណ៍ថាធុញថប់ឬមួយក៏ឆ្អៀតអីទេបងហើយសាច់កៅអីគឺគេធ្វើបែបមាំហើយងាយស្រួលក្នុងការប្រើប្រាស់មែនទែនគឺអត់ងាយលះហាយអត់ងាយប្រឡាក់អីបងមិនថាជាបងប្រើបានប្រហែលឆ្នាំក៏មានអារម្មណ៍ថាវានៅតែថ្មីស្អាតដែរដោយសារស្បែកកៅអីគឺគេធ្វើបែបពណ៌ខ្មៅបងអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមឬមួយក៏បងចាប់អារម្មណ៍ទៅលើរថយន្តមួយគ្រឿងនេះបងអាចតាក់ទងមកប្អូនឬមួយក៏អញ្ជើញមកមើលផ្ទាល់ដល់ខាងក្រុមហ៊ុន Havon Auto បានបងហើយបើនិយាយពីតម្លៃរថយន្តមួយគ្រឿងនេះវិញបងខ្ទង់តែ 100000 ជាងឯងបងអញ្ចឹងបើបងចាប់អារម្មណ៍កុំភ្លេចណាតាក់ទងមកប្អូនឥឡូវនេះអរគុណច្រើន